ឯណាទៅយុត្តិធម៌នេះគឺជាសំណុំរឿងវិវាទដ៏គួរឲ្យហួសចិត្តមួយដែលកំពុងតែផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមបន្ទាប់ពីតារាសម្ដែងសាយរៀងសីបានចេញមុខទម្លាយពីទឹកលោកបាក់និងសុំអន្តរាគមន៍ផ្លូវច្បាប់ជាបន្ទាន់ជុំវិញនឹងករណីចាញ់ក្តីមិនព្រមសងប្រាក់សំណងយោងតាមសំណេរក្តៅៗរបស់សាយរៀងសីបានសរសេររៀបរាប់ឲ្យដឹងថាមកដល់ពេលនេះមានរយៈពេល4ឆ្នាំហើយដែលខ្ញុំមិនទទួលបានសំណងមួយរៀលនៅឡើយទេទោះបីជាតុលាការកំពូលកាត់ឲ្យពីរអ្នកប្តីប្រពន្ធម្ចាស់ដេប៉ូនេះសងពួកខ្ញុំក៏គេគេចវេះមិនព្រមសងមានលុយគេដើរលេងដូឡានហឺហាអាជីវកម្មគេក៏បើកធម្មតាទោះបីខ្ញុំប្តឹងឲ្យគេរឹបអូសទ្រព្យសម្បត្តិមកសងពួកខ្ញុំក៏ដោយពេលនេះប្រពន្ធគេប្តឹងទាស់ដីកានឹងទៀតអធិពលគេមិនធម្មតាទេហេតុអ្វីនីតិវិធីច្បាប់មិនអាចរកវិធីសាស្ត្របង្ខំឲ្យគ្រួសារនឹងសងបំណុលអត់បានអញ្ចឹងបើសិនអញ្ចឹងមែនអ្នករងគ្រោះដេកចាំតែរងគ្រោះទៅពេលនេះខ្ញុំគួរធ្វើបែបណាបងពូអ្នកជំនាញច្បាប់ជួយណែនាំខ្ញុំផងនិងសូមឲ្យបងប្អូនជួយផ្ដល់មតិយោបល់បន្តិចមកសូមសម្ដេចពុកសម្ដេចតេជោជួយដល់ក្រុមគ្រួសារកូនចៅដែលជាជនរងគ្រោះនេះផងនេះគឺជាសំណេររបស់តារាសម្ដែងសាយច័ន្ទរាំងសីបានរៀបរាប់ទាំងទឹកភ្នែកនិងទុកសោកដែលខ្លួនទទួលបាននូវភាពអយុត្តិធម៌កន្លងមកជុំវិញនឹងរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដែលបានអូសបន្លាយអស់រយៈពេល4ឆ្នាំកន្លងមកនេះផងដែររបស់ម្ដាយតារាសម្ដែងស្រីសាយច័ន្ទរាំងសីថ្មីនេះលោកខាន់ចានសុផលបានចេញមុខធ្វើការបកស្រាយនិងពន្យល់យ៉ាងក្បោះក្បាយអំពីទស្សនវិជ្ជាផ្លូវច្បាប់ដើម្បីឲ្យសាធារណជនបានយល់ដឹងយោងតាមការបញ្ជាក់របស់លោកដោយផ្អែកលើភស្តុតាងកាមេរ៉ាសុវត្ថិភាពករណីនេះគឺរថយន្តដឹកដីបានបុកជាមួយនឹងរថយន្តលុយស៊ីបណ្ដាលឲ្យម្ចាស់រថយន្តលុយស៊ីបាត់បង់ជីវិតភ្លាមឆ្លើយតបនឹងការត្អូញត្អែរបស់សាច់ញាតិជនរងគ្រោះដែលឆ្ងល់ថាហេតុអ្វីតុលាការមិនចាប់ម្ចាស់ឌីប៉ូឲ្យសងប្រាក់លោកបានពន្យល់តាមផ្លូវច្បាប់យ៉ាងច្បាស់ថាថៅកែដេប៉ូគ្រាន់តែជាអ្នកជួលតែកង់ឡានឲ្យបើកឡានមិនមែនជាជនបង្កផ្ទាល់ឡើយដូច្នេះអ្នកដែលត្រូវទទួលទោសប្រមត្តននិងសងសំណងពិតប្រាកដគឺតែកង់ឡានក្នុងករណីមិនមានការព្រមព្រៀងសំណងរថយន្តបង្កនិងត្រូវខាត់រក្សាទុកទន្ទឹមនឹងនេះលោកបានសង្កត់ធ្ងន់ពីបញ្ហាមួយថាករណីបែបនេះកើតឡើងច្រើនណាស់ដែលថៅកែឡានខ្លះសុកចិត្តបោះបង់ឡានចាស់របស់ខ្លួនចោលដើម្បីគេចវេះពីការចូលខ្លួនដោះស្រាយសំណងរាប់ម៉ឺនដុល្លារដែលនេះហើយគឺជាដើមហេតុធ្វើឲ្យជនរងគ្រោះរងចាំយុត្តិធម៌ទាំងត្រដរនេះគឺជាការបកស្រាយបញ្ជាក់របស់លោកខាន់ច័ន្ទសុផលដែលបានបង្ហោះនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដែលបានអូសបន្លាយអស់រយៈពេល4ឆ្នាំរបស់ម្ដាយតារាសម្ដែងស្រីគឺសាយច័ន្ទរាំងសី